สุดท้ายบางปอนไงนี่ខ្ញុំបង្ហាញជូនបងប្អូនពាក់ព័ន្ធទៅលើ JCB NXT 215 LC ឆ្នាំផលិត2025ហើយបងប្អូនថៃជាដឹងហើយមួយចំនួនជាផលិតផលរបស់ប្រទេសឥណ្ឌាបងប្អូនណាជាផលិតផលរបស់ឥណ្ឌាគ្រឿងចក្រធំបំផុតនៅប្រទេសឥណ្ឌាអញ្ចឹង brand JCB នឹងតែម្ដងអញ្ចឹងបងប្អូននេះទំហំប៉ែលរបស់វាគឺ1គី2ហើយបតាំងគឺ8 តឹកបងប្អូនណាគឺຂະຫນາດ8 តឹកអញ្ចឹងសម្រាប់បងប្អូនចាប់អារម្មណ៍ចង់បានថ្មីខ្លាញ់គោហើយសិក្សាបងរំលោះបងប្អូនចូលរួមត្រឹមតែ10រហូតទៅដល់ 30% បងប្អូនអាចរំលោះរហូតទៅដល់រយៈពេល5 ឆ្នាំសម្រាប់បងប្អូនដែលចង់បងរំលោះប្រភេទថ្មីនេះបងប្អូនចំណេញការប្រាក់រហូតដល់2 ឆ្នាំបងប្អូនណារហូតដល់2 ឆ្នាំអញ្ចឹងបងប្អូនអាចសិក្សាបងរំលោះឬក៏បងប្អូនចង់បានថ្មីខ្លាញ់គោបងប្អូនអាចពិភាក្សាឬក៏ប្រឹក្សាយោបល់ជាមួយនឹងការ៉េ5ការ៉ាបានហើយស្វាគមន៍បងប្អូន25ខេត្តក្រុងតែម្ដងអញ្ចឹងសម្រាប់បងប្អូនចង់សាកគុណភាពថ្មីឬបងប្អូនចង់តេស្តជាមួយនឹងគុណភាពថ្មីដាក់ជាមួយនឹងការដ្ឋានធំអីបងប្អូនមិនភ័យមិនឈឺក្បាលពាក់ព័ន្ធទៅលើការជួសជុលបងប្អូនអាចជាមួយនឹង JCB ឆ្នាំផលិត2025នេះបានណាបងប្អូនណាឆ្នាំផលិត2025អញ្ចឹងបងប្អូនសម្រាប់បងប្អូនចាប់អារម្មណ៍អាចអញ្ជើញមកមើលបានណាអាចអញ្ជើញមកមើលបានអញ្ចឹងបើមានចំណុចខ្វះខាតឬក៏បងប្អូនមិនចង់មានចម្ងល់កន្លែងណាមិនគ្រប់គ្រាន់សម្រាប់បងប្អូនអាចខលស៊ូព័ត៌មាន25 ម៉ោងបានណា24 ម៉ោងបានណាជាស្រ័យហើយសម្រាប់បងប្អូនចាប់អារម្មណ៍អាចតាក់ទងមកណាខ្ញុំនឹងព្យាយាមឆ្លើយតបបងប្អូនជានិច្ចអញ្ចឹងនេះជា brand JCB ណាបងប្អូន brand JCB ហើយឆ្នាំផលិត2025បងប្អូនណា2025អរគុណជួបគ្នាវីដេអូក្រោយ